បាទសូមស្វាគមន៍បងប្អូនទាំងអស់គ្នាចូលមកកាន់ Channel YouTube ខ្ញុំបាទជាពិសេសគឺសូមស្វាគមន៍បងប្អូនសិស្សានុសិស្សដែលរៀនសូត្រនៅថ្នាក់ទី10ទី11ទី12ណាចឹងនៅក្នុងថ្ងៃនេះយើងនឹងបានសិក្សាបន្តទៅទៀតទាក់ទងនឹងសំណួរចម្លើយសិលធម៌ពលរដ្ឋណាចឹងដើម្បីកុំឲ្យខាតពេលវេលាយូរយើងទៅសិក្សាទាំងអស់គ្នាហើយសូមជួយចុច Like Subscribe ដើម្បីទទួលបាននូវវីដេអូថ្មីៗទៀតបាទសូមអរគុណទី1តើពុទ្ធពរពីសម័យពុទ្ធកាលមានប៉ុន្មានប្រការហើយពរនីមួយៗមានអត្ថន័យដូចម្ដេចទី2តើសិល្បៈនិងកីឡាផ្ដល់សារៈប្រយោជន៍អ្វីខ្លះដល់មនុស្សទី3តើសមាជិកភាពណាខ្លះដែលគ្មានសិទ្ធិណាចូលឈ្មោះជាបេក្ខជនសម្រាប់បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីខេត្តក្រុងស្រុកខណ្ឌ3បញ្ញាទ្រឹស្ដីនិងបញ្ញាប្រតិបត្តិមានលក្ខណៈខុសគ្នាដូចម្ដេច4តើវិភាគនិងសង្យោគមានទំនាក់ទំនងគ្នាដូចម្ដេចខ្លះ5កាលណាគេហូបស្វាយខ្ចីមនុស្សតែងតែទទួលរសជាតិជូរបង្កើតបានជាឥន្ទ្រិយារម្មណ៍តើដំណើរណាកើតឡើងនៃឥន្ទ្រិយារម្មណ៍នេះឆ្លងកាត់ដំណាក់កាលអ្វីខ្លះចឹងយើងទៅមើលអត្រាកំណែទាំងអស់គ្នាទី1ពុទ្ធពរពីសម័យពុទ្ធកាលមាន4ប្រការគឺអាយុណាសូមឲ្យមានអាយុយឺនយូរត្រូវចេះគោរពជីវិតបន្ទោខ្លួនឲ្យបានល្អប្រសើរណាមិនត្រូវយកជីវិតរបស់ខ្លួនទៅប្រឡែងនឹងគ្រោះថ្នាក់ណាព្រោះជីវិតរបស់មនុស្សមានតម្លៃណាស់ណាទី2គឺវណ្ណៈសូមឲ្យមានពណ៌សម្បុរល្អរាងកាយស្រស់ថ្លារូបស្អាតឥតខ្ចោះសូមឲ្យមានឋានៈខ្ពង់ខ្ពស់កិត្តិយសថ្លៃថ្នូរទី3គឺសុខៈសូមឲ្យមានសេចក្តីស្ងប់មានសុខសន្តិភាពណាសុខខ្លួនឯងសុខក្នុងគ្រួសារសុខក្នុងសង្គមនិងសុខសន្តិភាពលើពិភពលោកបាទទី4គឺពលៈសូមឲ្យមានកម្លាំងមមួនសុខភាពល្អត្រូវបរិភោគអាហារគ្រប់គ្រាន់សម្រាប់សម្រាប់គ្រប់គ្រាន់ទី2សារៈប្រយោជន៍នៃសិល្បៈនិងកីឡាសារៈប្រយោជន៍សិល្បៈមានសុខភាពផ្លូវកាយចលនារាងកាយអប់រំរាងកាយសម្បទាបម្រើឥន្ទ្រិយារម្មណ៍ចក្ខុន្ទ្រិយារម្មណ៍សតិន្ទ្រិយារម្មណ៍បម្រើបង្កបរិយាកាសរីករាយផ្លេចទុក្ខកង្វល់បំបត្តិការអផ្សុកបានប្រាក់ចំណូលសម្រាប់គ្រប់គ្រងខ្លួននិងគ្រួសារទទួលបានកិត្តិយសចំពោះខ្លួនឯងនិងប្រទេសជាតិរាងកាយសមសួនទន់ភ្លន់ជាដើមនេះសារៈប្រយោជន៍នៃកីឡាមានសុខភាពរាងកាយមមួនបញ្ញាវាងវៃចេះប្រើល្បិចយកឈ្នះលើគូប្រកួតគ្រប់វិន័យតស៊ូអត់ធ្មត់គ្មានគំនុំសងសឹកមានសមត្ថភាពការពារខ្លួនពេលមានបញ្ហាមានសាមគ្គីភាពមិត្តភាពបញ្ជះអបាយមុខដោយការយកពេលទំនេរទៅហាត់កីឡាសុវត្ថិភាពសង្គមបានប្រាក់ចំណូលគ្រប់គ្រងខ្លួននិងគ្រួសារទទួលបានកិត្តិយសចំពោះខ្លួនឯងសង្គមនិងប្រទេសជាតិបាទទី3គឺសមាជិកភាពដែលគ្មានសិទ្ធិចូលឈ្មោះជាបេក្ខជននៅក្រុមប្រឹក្សារាជធានីខេត្តក្រុងស្រុកខណ្ឌគឺជនដែលមានអាយុក្រោម25ឆ្នាំជនដែលគ្មានសញ្ជាតិខ្មែរពីកំណើតជនដែលមិនមែនជាសមាជិកនៃគណៈបកដែលចូលរួមក្នុងការប្រកួតប្រជែងក្នុងការបោះឆ្នោតជនដែលគ្មានអាសយដ្ឋានពិតប្រាកដហើយបានស្នាក់នៅអចិន្ត្រៃយ៍យ៉ាងតិច1ឆ្នាំគិតដល់ថ្ងៃបោះឆ្នោតជនដែលមិនចេះអក្សរជនដែលគ្មានប័ណ្ណបោះឆ្នោតបព្វជិតសាសនាសមាជិករាជរដ្ឋាភិបាលសមាជិករដ្ឋសភាសមាជិកព្រឹទ្ធសភាក្រុមប្រឹក្សាធម្មនុញ្ញឧត្តមក្រុមប្រឹក្សាអង្គចៅក្រមមន្ត្រីនគរបាលក្នុងមុខតំណែងកងយុទ្ធពលខេមរភូមិន្ទមន្ត្រីតុលាការជនដែលត្រូវបានគេដកហូតសិទ្ធិបោះឆ្នោតជនដែលត្រូវបានគេដកហូតសិទ្ធិបោះឆ្នោតបណ្ដោះអាសន្ន
ជនវិកលចរិតមានសតិមិនប្រក្រតីទី4បញ្ញាទ្រឹស្ដីនិងបញ្ញាប្រតិបត្តិមានលក្ខណៈខុសគ្នាដូចជាបញ្ញាទ្រឹស្ដីអាចផ្ដាច់ចេញពីសភាវគតិទម្លាប់អាចផ្ដាច់ចេញពីតថភាពអរូបីប្រព្រឹត្តផ្ទុយពីសភាវគតិធម្មជាតិបញ្ញានេះមានចំពោះតែមនុស្សសម្បទាចាប់ទំនាក់ទំនងបានរវាងវត្ថុនិងទំនាក់ទំនងគំនិតក្នុងលំហទីបំផុតបញ្ញាទ្រឹស្ដីរបស់មនុស្សคล้ายទៅជាសញ្ញាណអរូបីហៅថាវិចារណញ្ញាណបញ្ញាប្រតិបត្តិមិនអាចកាត់ផ្ដាច់ចេញពីសភាវគតិនិងទម្លាប់បានទេមិនអាចផ្ដាច់ចេញពីតថភាពនៅរូបីទៅអរូបីបានទេប្រព្រឹត្តធម្មជាតិកើតមុនបញ្ញាទ្រឹស្ដីមនុស្សសត្វសម្បទាចាប់តែទំនាក់ទំនងរវាងវត្ថុតថរូបីបច្ចុប្បន្នភាពប្រើវត្ថុជាមធ្យោបាយសម្រាប់អនុវត្តដើម្បីសម្រេចបំណងប៉ុណ្ណោះទី5គឺវិភាគនិងសង្យោគមានទំនាក់ទំនងគ្នាដូចជាវាជាចលនាឬសកម្មភាពពីររបស់គំនិតចិត្តដែលត្រូវការគ្នាទៅវិញទៅមកវិភាគមិនអាចប្រព្រឹត្តទៅដោយគ្មានសង្យោគបានទេសង្យោគវិញក៏មិនអាចប្រព្រឹត្តទៅដោយគ្មានវិភាគបានដែរគេមិនអាចធ្វើវិភាគដោយគ្មានច្បាប់ទូទៅឬលក្ខណៈទូទៅនោះទេឬរាល់វិភាគនិងសង្យោគតែងតែទាមទារច្បាប់ទូទៅនិងលក្ខណៈបង្កទូទៅរបស់វាគេក៏មិនអាចធ្វើសង្យោគដោយមិនទាន់ស្គាល់ធាតុបង្ករបស់វាដែរវិភាគនិងសង្យោគមិនអាចធ្វើក្នុងពេលតែមួយបានទេទី6ដំណើរកើតឡើងនៃឥន្ទ្រិយារម្មណ៍ឆ្លងកាត់ជាកាល3គឺដំណាក់រូបវិជាគឺឥន្ទ្រិយារម្មណ៍កើតឡើងដោយសាររំញោចដែលកើតឡើងដោយសារតែការប៉ះទង្គិចជាតិជូរដែលហៅថាភ្ញូចគីមីទី2គឺដំណាក់សរីរវិទ្យាគឺអារម្មណ៍មួយដែលបង្កើតឡើងដោយចរន្តមួយរត់ទៅដល់ខួរក្បាលតាមរយៈសរសៃប្រសាទប្រទាញចូលបានបញ្ជូនរូបភាពនៃសារធាតុនៃជូរនេះទៅឲ្យខួរក្បាលដែលហៅថាភ្ញូចរូបវិទ្យាដំណាក់ចិត្តវិទ្យាគឺជាដំណាក់កាលនៃការវិយតម្លៃនៃខួរក្បាលទៅលើភ្ញូចទាំងពីរខាងលើឲ្យធ្វើជីវហារិយារម្មណ៍ជីវហន្ទ្រិយារម្មណ៍ណាបាទឥឡូវយើងសិក្សាមួយសំណួរទៀតចុះណាដោយសារវីដេអូនេះនៅខ្លីដែរទេទី1តើបញ្ញាជាអ្វីតើលក្ខណៈសម្គាល់បញ្ញាស្ថិតនៅលើអ្វីចូលបង្ហាញពីកត្តាអ្វីខ្លះដែលនាំឲ្យមានការបង្កើតថ្មីតើនៅក្នុងការបង្កើតថ្មីគេតែងតែជួបប្រទះឧបសគ្គអ្វីខ្លះតើរូបភាពជាអ្វីរូបភាពច្រើនជារូបភាពរបស់វិញ្ញាណណាខ្លះអវត្តមាននៃឥន្ទ្រិយារម្មណ៍ពុំអាចធ្វើឲ្យយើងស្គាល់ទ្រង់ទ្រាយនៃរូបធាតុឬចលនាបានឡើយចូលបញ្យល់ចូលប្រៀបធៀបឥន្ទ្រិយារម្មណ៍និងប្រជ្ជសារម្មណ៍ដើម្បីដែលហៅថាវិចារទូទៅវិចារចែកជាប្រមាណអ្វីខ្លះចម្លើយទី1បញ្ញាមាននិយមន័យច្រើនប្រភេទទៅតាមទស្សនៈអ្នកប្រាជ្ញគឺលោកខ្លាប៉ារ៉េតបញ្ញាគឺជាសម្បទាដែលអាចសម្របទៅនឹងស្ថានភាពថ្មីលោកដឺឡាក្របញ្ញាជាសិល្បៈសម្រាប់ការបង្កើតប្រព័ន្ធអរូបីកម្មនៅចំពោះមុខស្ថានភាពមួយហើយបញ្ជូនប្រព័ន្ធអរូបីនោះទៅក្នុងស្ថានភាពថ្មីមួយលោក Hartman បញ្ញាគឺជាអនុគមសម្រាប់មធ្យោបាយនិងគោលដៅលោក Bergson បញ្ញាគឺជាសតិសម្រាប់កសាងគ្រឿងប្រដាប់ផ្សេងៗលោក Degas និង Voltaire បញ្ញាគឺជាឧបករណ៍សកលសម្រាប់ដោះស្រាយបញ្ហាថ្មីៗដែលស្របទៅនឹងលក្ខខណ្ឌនៃជីវិតលោក Goller បញ្ញាគឺជាអភន្តរញ្ញាណភ្លាមតាមទស្សនៈព្រះពុទ្ធសាសនាបញ្ញាជាប្រទីបសម្រាប់បំភ្លឺសត្វលោកទៅរកសេចក្តីសុខអ្នកមានបញ្ញាគឺជាអ្នកស្គាល់ហេតុនៃទុក្ខនិងស្គាល់ផ្លូវរំលត់ទុក្ខបញ្ញាមានពីរប្រភេទគឺបញ្ញាប្រតិបត្តិជាបញ្ញាកម្រិតទាបហើយកើតឡើងចំពោះសត្វស្វានិងកូនក្មេងអាយុក្រោម2ឆ្នាំ
បញ្ញាទ្រឹស្ដីជាបញ្ញាកើតចេញពីគំនិតអរូបីអាស្រ័យដោយនឹងមានភាសាជាជំនួយលក្ខណៈសម្គាល់បញ្ញាស្ថិតលើការបង្កើតថ្មីការជ្រើសរើសល្បិចការរាវរកដែលជាហេតុធ្វើឲ្យ ដោះស្រាយបញ្ហាមួយមានច្រើនរបៀបខុសៗគ្នាតែចម្លើយដូចគ្នានឹងការចេះប្រើប្រាស់និងបង្កើតថ្មីឧបករណ៍ដោយគំនិតច្នៃប្រឌិតទី2កត្តាដែលនាំឲ្យមានបង្កើតថ្មីមានការបង្កើតថ្មីមានកត្តាចៃដន្យកត្តាភាគនៃទេពកោសល្យកត្តាចំណេះដឹងរបស់កំហើញចុងក្រោយទាំងឡាយសេរីរបស់វិទ្យាសាស្ត្រទំនោរផ្នែកជីវវិទ្យាតម្រូវការចាំបាច់របស់សមូហភាពនៅក្នុងការបង្កើតថ្មីគេតែងតែជួបប្រទះឧបសគ្គមួយចំនួនដូចជាការច្រណែនពីសំណាក់អ្នករិះរោគដតីពុរេវិនិច្ឆ័យភាពជាសត្រូវនៃអ្នកកាន់អំណាចទម្លាប់ដដែលនៃប្រជាជនរូបភាពជាលំនឹកគិតនៃចិត្តទៅរកវត្ថុមួយនៅពេលដែលសរីរាង្គឥន្ទ្រីមិនបានជួបប្រទះនៅក្នុងពេលបច្ចុប្បន្នរូបភាពភាគច្រើនជារូបភាពនៃចក្ខុវិញ្ញាណព្រោះភ្នែកបានឃើញយ៉ាងប្រស្ចាក់នៅរូបទាំងឡាយនៃបាតុភូតខាងក្រៅហើយផ្ដិតជាប់ក្នុងគូក្បាលបង្កើតបានជារូបភាពនៅក្នុងពិភពរូបអារម្មណ៍ដែលអាចធ្វើឲ្យយើងធ្វើលំនឹកបានហើយមានលក្ខណៈច្បាស់លាស់បន្ទាប់មកគឺសតវិញ្ញាណក៏អាចបង្កើតរូបភាពបានដែរតាមរយៈការឮសូរភាសាឬសូរបែបណាផ្សេងទៀតដោយធ្វើឲ្យគេមានបញ្ញត្តិអរូបីក្នុងការបង្កើតរូបភាពបានតែមិនសូវច្បាស់ទី4អវត្តមាននៃឥន្ទ្រិយារម្មណ៍ពុំអាចធ្វើឲ្យយើងស្គាល់ទ្រទ្រង់នៃរូបធាតុឬនៃចលនាបានឡើយព្រោះឥន្ទ្រិយារម្មណ៍គឺជាបាតុភូតចិត្តសរីរវិទ្យាដែលកើតឡើងដោយសាររំញោចទៅលើសរីរាង្គឥន្ទ្រិយារម្មណ៍ឥន្ទ្រិយារម្មណ៍ជាដំណាក់កាលទាបបំផុតនៃសតិរបស់មនុស្សនិងជាអ្នកផ្ដើមដំបូងបង្អស់នៃដំណើរពុទ្ធិឥន្ទ្រិយារម្មណ៍ជាអ្នកណែនាំឲ្យយើងស្គាល់នៅបាតុភូតខាងក្រៅនិងស្គាល់ពីពិភពលោកអ្វីបើឥន្ទ្រិយារម្មណ៍ដែលយើងទទួលបានពីវត្ថុមួយពុំបានប្រាប់យើងឲ្យត្រូវទាំងអស់នៃលក្ខណៈពិតរបស់វត្ថុនោះទេតែឥន្ទ្រិយារម្មណ៍វាជាបំណក់ប្រែប្រួលមួយយ៉ាងគ្រប់គ្រាន់ពីវត្ថុនោះសម្រាប់ឲ្យយើងស្គាល់ពីពិភពលោកសម្រាប់បង្កើតខ្យល់ហើយសម្រាប់ការរស់នៅរបស់យើងអរិស្តូតនិយាយថាឥន្ទ្រិយារម្មណ៍មិនជាពុទ្ធិទេតែបើជនណាគ្មានឥន្ទ្រិយារម្មណ៍ជននោះក៏គ្មានពុទ្ធិដូចនេះបើមនុស្សគ្មានឥន្ទ្រិយារម្មណ៍មានន័យថាគេគ្មានពុទ្ធិគ្មានការទទួលដឹងអ្វីៗទាំងអស់នោះគេមិនអាចស្គាល់ទ្រង់ទ្រាយនៃរូបធាតុឬចលនាបានឡើយ5លក្ខណៈដូចជាលំនាំចិត្តកើតពីរំញោចលើសរីរាង្គឥន្ទ្រីឆ្លោះបញ្ចាំងនៅលើវត្ថុឬបាតុភូតលក្ខណៈខុសគ្នាណាឥន្ទ្រិយារម្មណ៍គឺឆ្លោះបញ្ចាំងលក្ខណៈទល់ដាច់តែឯងមានលក្ខណៈសាមញ្ញនៅពេលប្រឆារម្មណ៍គឺឆ្លុះបញ្ចាំងលក្ខណៈទាំងស្រុងមានលក្ខណៈមានការឆ្លុះបញ្ចាំងដោយលក្ខណៈច្បាស់លាស់ជាការប្រមូលផ្ដុំឥន្ទ្រិយារម្មណ៍ច្រើនប្រភេទទី6វិចារទូទៅជាដំណរជាប់ឥតដាច់គំនិតច្រើនដើម្បីដាច់ជាស្រ័យវិចារទូទៅជាដំណរជាប់ឥតដាច់គំនិតជាច្រើនដើម្បីឆ្ពោះទៅរកសេចក្តីសន្និដ្ឋានមួយវិចារមាន4បែបគឺវិចារតូចតាចវិចារតាមដំនួចវិចារអនុមានរួមនិងវិចារអនុមានញែកវិចារតូចតាចជាវិចារដែលកើតពីបញ្ញាក្មេងដែលបញ្ចេញគំនិតដោយការប្រៀបធៀបវត្ថុរូបីនានាក្នុងពិភពក្នុងពិសោធន៍របស់វាវិចារតាមដំនួចជាវិចារមួយដែលសន្និដ្ឋានរបស់វាចេញពីកំហើញដំនួចចំណុចខ្លះដែលគេស្គាល់ច្បាស់ទៅនឹងដំនួចមួយទៀតដែលគេស្គាល់មិនសូវច្បាស់វ
វិចារណ៍មិនរួមជាវិចារដែលចេញពីការពិតការពិសេសជាច្រើនដើម្បីបង្រួមឲ្យបានជាច្បាប់ទូទៅមួយឬចេញពីភាពដាច់ដោយឡែកទៅរកភាពរួមវិចារមិនញែកជាវិចារមួយដែលញែកសេចក្តីសន្និដ្ឋានចេញពីគោលការណ៍ទូទៅរកវិបាកឬចេញពីភាពរួមដោយឡែកបាទអញ្ចឹងគឺនៅក្នុងវីដេអូនេះរៀងច្រើនបន្តិចដោយសារតែយើងអានឆ្លើយសំណួរចម្លើយពីសំណួរណាពីចំណុចបាទអញ្ចឹងមានការខុសត្រូវណាសូមអធិស្ឋានយើងនឹងជួបគ្នានៅវីដេអូបន្តទៅទៀតបាទសូមអរគុណ